ជំរាបសួរបងប្អូនទាំងអស់គ្នាតោះមកមើលទុរេនរបស់យើងអាយុ5ឆ្នាំនេះណាបងប្អូនណាអាយុ5ឆ្នាំផ្លែ2ដងអានេះមុនឆ្នាំមុនប្រហែលជា10ផ្លែហើយឆ្នាំនេះមិនដឹងប្រមាណទេអាចលើសអាមើលនេះហើយវីដេអូនេះចង់ឆ្លើយទៅប្អូនប្រុសម្នាក់ដែលគាត់ខមមិននៅក្នុង YouTube ដោយសារតែអត់បានឆ្លើយដោយសារតែ Facebook ខ្ញុំ YouTube ខមមិនដូចវាអត់ឲ្យសរសេរផ្ញើវាអត់ទៅអញ្ចឹងសូមអធិស្ឋានប្អូនប្រុសគាត់សួរថាទុរេនខ្ញុំនៅណាអញ្ចឹងទុរេនខ្ញុំមានពីរកន្លែងមួយកន្លែងទៀតមួយកន្លែងទី1មាននៅស្រុកគិរីវង្សខេត្តតាកែវនេះអាហ្នឹងអាដើមហ្នឹងហើយមួយកន្លែងទៀតដែលខ្ញុំអាសាផុសណាអាហ្នឹងនៅស្រុកឈូកខេត្តកំពតហ្នឹងហើយបងប្អូនគាត់សួរខ្ញុំថាទុរេននៅស្រុកណាខេត្តណាអញ្ចឹងណាហ្នឹងហើយមាន2កន្លែងរបស់ខ្ញុំអានេះមានចំការអានេះវាមានលម៉ើលាយមួយទុរេនអានោះអត់មានលម៉ើទេមានតែទុរេនសុទ្ធនៅស្រុកឈូកខេត្តកំពតហ្នឹងអានេះបានប៉ុណ្នេះហ្នឹងហើយអានេះយើងត្រូវការកាត់ចោលវាខ្លះប៉ុន្តែឥឡូវលោកអត់ដល់ចាំមើលយើងរកកង្វាចាំមើលមកជើងក្រោយហ្នឹងហើយវាបានប៉ុណ្ណឹងហើយនេះដើរមួយទៀតនេះអានេះឆ្នាំមុនបានប្រហែលជា4-5ផ្លែដែរប៉ុន្តែឆ្នាំនេះរៀងនោះមើលច្រើនគួរសមដែរប៉ុន្តែយើងអត់មានបានតនតែងអីវាទេដោយសារតែនោះនេះវាអាកាសធាតុវាមិនសូវអំណោយផលអញ្ចឹងយើងអត់សូវបានតែយើងទុកឲ្យវាជ្រុះតាមដំណើរទៅចាំមើលធំបន្តិចមើលមេឃណាដែលវាច្រើនពេកចាំយើងកាត់ចោលឥឡូវប៉ុណ្នេះហើយជាអាចមក5 ដណ្ដប់អីតាមមើលល្មមហីដើមនេះបើសិនជាវាទុកច្រើនពេកខ្លាចវាអន់ដល់ឆ្នាំក្រោយដោយសារតែស្លឹកវាយើងទុរេននោះនេះយើងអត់សូវបានថែស្លឹកវាបានល្អនេះដើមវាប៉ុណ្ណឹងហើយយើងមានអាយុ10ឆ្នាំទៀតអានេះ5មាន10ឆ្នាំទៀតចាំមើលនាំបងប្អូនទៅមើលអាយុ10ឆ្នាំអានេះអាយុ10ឆ្នាំអានេះ10ឆ្នាំរបស់យើងបងប្អូននេះផ្លែវាប៉ុណ្នេះអស់ហើយនេះយើងវាអត់បានកាត់ក្តៀងអីវាទេនោះនៅលើហ្នឹងហើយ10ឆ្នាំប៉ុណ្ណឹងហើយហើយជា40-50ផ្លែអីហ្នឹងមើលទៅឆ្នាំនេះអត់បានផ្លែស្រស់ដើមទាំងអស់ទេដោយសារតែយើងថែស្លឹកវាអត់សូវបានល្អអញ្ចឹងវាផ្លែដើមខ្លះវាផ្លែច្រើនទៅដើមខ្លះវាអត់សូវផ្លែទៅផ្លែនេះដើមខ្លះវាផ្លែអញ្ចឹងហើយដើមខ្លះវាទឹមផ្កាទៀតហ្នឹងហើយហើយអានេះដើមវាធំអញ្ចឹងយើងមើលឃើញវើលហ្នឹងវាបើសិនជារាប់ក៏30-40ផ្លែដែរអាវគ្គមុនហ្នឹងអញ្ចឹងវានៅវគ្គក្រោយមួយទៀតហើយអញ្ចឹងវាអតេតឆ្នាំហ្នឹងដូចជា4វគ្គហ្នឹងក៏មិនដឹងហើយយើងចេះព្យាយាមថាបើវាមិនបានយើងចេះតែយកមកវគ្គហើយមកវគ្គទៀតមកវគ្គហើយមកវគ្គទៀតអញ្ចឹងណាហ្នឹងហើយនេះដើមបើដូចដើមនោះអត់មាន2វគ្គទេមកវគ្គទី1បាន1ផ្លែឥឡូវនេះចូលវគ្គទី2ទី3នេះវាចាប់ដើមនេះហ្នឹងរបស់យើងអាយុ10ឆ្នាំហ្នឹងវីដេអូមានតែប៉ុណ្្នឹងជម្រាបលា